ការរកឃើញដ៏សំខាន់របស់ MAVN គឺការរកឃើញដោយផ្ទាល់ជាលើកដំបូងអំពីឥទ្ធិពលរបស់ខ្យល់ព្រះអាទិត្យទៅលើបរិយាកាសរបស់ភពព្រះអង្គាការសិក្សានេះបានជួយឲ្យអ្នកវិទ្យាសាស្ត្រយល់ច្បាស់ថាភពព្រះអង្គាបានបាត់បង់បរិយាកាសយ៉ាងដូចម្តេចក្នុងរយៈពេលរាប់ពាន់លានឆ្នាំការរកឃើញនេះមិនត្រឹមតែមានសារៈសំខាន់សម្រាប់ការយល់អំពីភពព្រះអង្គាប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយឲ្យយើងយល់អំពីវិវត្តរបស់ភពផ្សេងៗនិងអនាគតរបស់ផែនដីផងដែរតើ MAVN ជាអ្វី MAVN គឺជាយានអវកាសរបស់ NASA ដែលត្រូវបានបាញ់បង្ហោះនៅថ្ងៃទី18ខែវិច្ឆិកាឆ្នាំ2013ដោយប្រើរ៉ុកែត Atlas V បន្ទាប់ពីធ្វើដំណើរជាច្រើនខែវាបានទៅដល់គន្លងជុំវិញភពព្រះអង្គានៅខែកញ្ញាឆ្នាំ2014ឈ្មោះ MAVN គឺជាអក្សរកាត់នៃ Mars Atmosphere and Volatile Evolution Mission ដែលមានន័យថាបេសកកម្មសិក្សាវិវត្តបរិយាកាសនិងសារធាតុងាយរលាយរបស់ភពព្រះអង្គាគោលបំណងសំខាន់របស់ MAVN គឺសិក្សាពីរបៀបដែលបរិយាកាសរបស់ភពព្រះអង្គាត្រូវបានបាត់បង់ទៅក្នុងអវកាសអ្នកវិទ្យាសាស្ត្រជឿថាកាលពីអតីតកាលភពព្រះអង្គាធ្លាប់មានទឹករាវទន្លេបឹងនិងបរិយាកាសក្រាស់ជាងបច្ចុប្បន្នប៉ុន្តែបន្ទាប់មកវាបានបាត់បង់បរិយាកាសភាគច្រើនរបស់ខ្លួនដែលធ្វើឲ្យទឹករាវមិនអាចមាននៅលើផ្ទៃអុចបានទៀត MAVN ត្រូវបានបំពាក់ដោយឧបករណ៍វិទ្យាសាស្ត្រចំនួនជាច្រើនដើម្បីវាស់បរិយាកាសខ្យល់ព្រះអាទិត្យភាគល្អិតអគ្គិសនីនិងដែនម៉ាញេទិកឧបករណ៍ទាំងនេះអាចជួយឲ្យអ្នកវិទ្យាសាស្ត្រយល់ពីអន្តរកម្មរវាងព្រះអាទិត្យនិងបរិយាកាសភពព្រះអង្គានិងបរិយាកាសរបស់វាភពព្រះអង្គាគឺជាភពទី4នៅក្នុងប្រព័ន្ធព្រះអាទិត្យហើយត្រូវបានគេស្គាល់ថាជាភពក្រហមដោយសារផ្ទៃរបស់វាមានពណ៌ក្រហមបច្ចុប្បន្នបរិយាកាសរបស់ភពនេះស្តើងខ្លាំងហើយភាគច្រើនផ្សំពីឧស្ម័នកាបូនឌីអុកស៊ីតសម្ពាធបរិយាកាសមានត្រឹមតែប្រហែល 1% នៃសម្ពាធបរិយាកាសផែនដីប៉ុណ្ណោះទោះបីជាបរិយាកាសសពថ្ងៃស្តើងក៏ដោយភស្តុតាងពីផ្ទៃភពបានបង្ហាញថាកាលពីអតីតកាលភពព្រះអង្គាមានទឹករាវអ្នកវិទ្យាសាស្ត្របានរកឃើញស្នាមទន្លេបុរាណជ្រោះនិងរ៉ែដែលកើតឡើងដោយសារទឹកនេះមានន័យថាភពនេះធ្លាប់មានបរិយាកាសក្រាស់និងសីតុណ្ហភាពក្តៅជាងមុនសំណួរសំខាន់គឺតើបរិយាកាសនោះបាត់ទៅណានេះជាសំណួរដែល MAVN ត្រូវស្វែងរកចម្លើយខ្យល់ព្រះអាទិត្យនិងឥទ្ធិពលរបស់វាព្រះអាទិត្យមិនត្រឹមតែបញ្ចេញពន្លឺនិងកម្ដៅប៉ុណ្ណោះទេប៉ុន្តែថែមទាំងបញ្ចេញភាគល្អិតអគ្គិសនីដែលហៅថាខ្យល់ព្រះអាទិត្យផងដែរខ្យល់ព្រះអាទិត្យនេះធ្វើដំណើរឆ្លងកាត់ប្រព័ន្ធព្រះអាទិត្យក្នុងល្បឿនលឿនខ្លាំងផែនដីមានដែនម៉ាញេទិកខ្លាំងដែលអាចការពារបរិយាកាសពីខ្យល់ព្រះអាទិត្យប៉ុន្តែភពព្រះអង្គាមិនមានដែនម៉ាញេទិកសកលដូចផែនដីទេដូច្នេះបរិយាកាសរបស់វាត្រូវបានខ្យល់ព្រះអាទិត្យប៉ះពាល់ដោយផ្ទាល់ MAVN បានរកឃើញថាខ្យល់ព្រះអាទិត្យអាចបំបែកម៉ូលេគុលក្នុងបរិយាកាសនិងបក់យកឧស្ម័នចេញទៅក្នុងអវកាសដំណើរការនេះកើតឡើងជាបន្តបន្ទាប់អស់រយៈពេលរាប់ពាន់លានឆ្នាំដែលធ្វើឲ្យភពព្រះអង្គាបាត់បង់បរិយាកាសភាគច្រើនរបស់ខ្លួនការរកឃើញដ៏សំខាន់របស់ MAVN ការរកឃើញដ៏ធំបំផុតរបស់ MAVN គឺការបញ្ជាក់ដោយផ្ទាល់ថាខ្យល់ព្រះអាទិត្យជាហេតុសំខាន់មួយនៃការបាត់បង់បរិយាកាសភពព្រះអង្គាអ្នកវិទ្យាសាស្ត្របានវាស់ឃើញថាឧស្ម័នក្នុងបរិយាកាសរបស់ភពព្រះអង្គាត្រូវបានបាត់បង់ទៅក្នុងអវកាសក្នុងអត្រាប្រហែល100ក្រាមក្នុង1វិនាទីនៅពេលមានព្យុះព្រះអាទិត្យឬការផ្ទុះថាមពលពីព្រះអាទិត្យអត្រាបាត់បង់នេះអាចកើនឡើងយ៉ាងខ្លាំង MAVN ក៏បានរកឃើញថាការបាត់បង់បរិយាកាសមានការកើនឡើងខ្លាំងនៅដំបូងប្រវត្តិសាស្ត្ររបស់ប្រព័ន្ធព្រះអាទិត្យពេលដែលព្រះអាទិត្យមានសកម្មភាពខ្លាំងជាងបច្ចុប្បន្ននេះមានន័យថាភពព្រះអង្គាអាចបានបាត់បង់បរិយាកាសភាគច្រើនរបស់ខ្លួនតាំងពីរាប់ពាន់លានឆ្នាំមុនហេតុអ្វីការរកឃើញនេះសំខាន់ការរកឃើញនេះមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់វិទ្យាសាស្ត្រអវកាសវាជួយឲ្យអ្នកវិទ្យាសាស្ត្រយល់ថាបរិយាកាសរបស់ភពអាចផ្លាស់ប្ដូរបានយ៉ាងខ្លាំងតាមពេលវេលាមុនពេល MAVN អ្នកវិទ្យាសាស្ត្រមានតែការសន្និដ្ឋានថាខ្យល់ព្រះអាទិត្យអាចបំផ្លាញបរិយាកាសប៉ុន្តែ MAVN បានផ្ដល់ភស្តុតាងដោយផ្ទាល់ជាលើកដំបូងវាបានបង្ហាញពីរបៀបដែលភាគល្អិតពីព្រះអាទិត្យប៉ះទង្គិចនឹងបរិយាកាសនិងបក់យកឧស្ម័នចេញទៅក្នុងអវកាសការសិក្សានេះក៏ជួយឲ្យយើងយល់ពីលក្ខខណ្ឌដែលត្រូវការសម្រាប់ជីវិតបរិយាកាសមានសារៈសំខាន់សម្រាប់ការរក្សាទឹករាវនិងការពារពីកាំរស្មីគ្រោះថ្នាក់ប្រសិនបើភពមួយបាត់បង់បរិយាកាសវាអាចក្លាយជាភពស្ងួតនិងគ្មានជីវិតទំនាក់ទំនងជាមួយផែនដីការសិក្សារបស់ MAVN មិនត្រឹមតែជួយយល់អំពីភពព្រះអង្គាប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយឲ្យយើងយល់អំពីផែនដីផងដែរផែនដីមានដែនម៉ាញេទិកដែលការពារបរិយាកាសពីខ្យល់ព្រះអាទិត្យប្រសិនបើគ្មានដែនម៉ាញេទិកនេះបរិយាកាសរបស់ផែនដីអាចត្រូវបានបាត់បង់ដោយភពព្រះអង្គាផងដែរការសិក្សាអំពីភពព្រះអង្គាបង្ហាញថាដែនម៉ាញេទិកមានសារៈសំខាន់សម្រាប់ការរក្សាបរិយាកាសនិងជីវិតវាក៏ជួយឲ្យអ្នកវិទ្យាសាស្ត្រយល់ពីអនាគតរបស់ភពផ្សេងៗនិងការស្វែងរកភពដែលអាចមានជីវិតក្រៅប្រព័ន្ធព្រះអាទិត្យការស្វែងរកជីវិតមូលហេតុមួយដែលមនុស្សចាប់អារម្មណ៍លើភពព្រះអង្គាខ្លាំងគឺសំណួរថាតើវាធ្លាប់មានជីវិតដែរឬទេបើភពនេះធ្លាប់មានទឹកនិងបរិយាកាសក្រាស់នោះវាអាចមានលក្ខខណ្ឌសមស្របសម្រាប់ជីវិតមីក្រូសាពាងកាយ MAVN មិនស្វែងរកជីវិតដោយផ្ទាល់ទេប៉ុន្តែវាជួយឲ្យអ្នកវិទ្យាសាស្ត្រយល់អំពីបរិស្ថានបុរាណរបស់ភពប្រសិនបើគេដឹងថាបរិយាកាសបាត់បង់យ៉ាងដូចម្តេចនោះគេអាចសន្និដ្ឋានបានថាភពនេះអាចគ្រប់គ្រងជីវិតបានយូរប៉ុណ្ណាទិន្នន័យរបស់ MAVN អាចជួយដល់បេសកកម្មនាពេលអនាគតដែលមានគោលដៅស្វែងរកសញ្ញាជីវិតបុរាណនៅលើភពព្រះអង្គា
Maven របស់ NASA គឺជាបេសកកម្មដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រការសិក្សាភពព្រះអង្គារការរកឃើញលើកទី1នៃឥទ្ធិពលខ្យល់ព្រះអាទិត្យទៅលើបរិយាកាសភពព្រះអង្គារបានផ្ដល់ចម្លើយសំខាន់ចំពោះសំណួរថាហេតុអ្វីបានជាភពនេះបាត់បង់បរិយាកាសនិងទឹករបស់ខ្លួនការសិក្សានេះបានបង្ហាញថាខ្យល់ព្រះអាទិត្យអាចបក់យកឧស្ម័នចេញពីបរិយាកាសក្នុងរយៈពេលវែងដោយសារភពព្រះអង្គារមិនមានដែនម៉ាញេទិកការពារខ្លាំងវាបានបាត់បង់បរិយាកាសភាគច្រើនរបស់ខ្លួនហើយប្រែក្លាយជាភពត្រជាក់ស្ងួត Maven មិនត្រឹមតែជួយយល់អំពីភពព្រះអង្គារប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយយល់អំពីផែនដីភពផ្សេងៗនិងលក្ខខណ្ឌដែលចាំបាច់សម្រាប់ជីវិតវាបង្ហាញថាបរិយាកាសនិងដែនម៉ាញេទិកមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការរក្សាជីវិតជាសរុបបេសកកម្ម Maven គឺជាជំហានដ៏អស្ចារ្យមួយក្នុងការរុករកអវកាសវាបានបើកទ្វារទៅរកការយល់ដឹងថ្មីៗអំពីប្រវត្តិនិងវិវត្តរបស់ភពព្រះអង្គារហើយនឹងបន្តជាមូលដ្ឋានសម្រាប់បេសកកម្មអនាគតរបស់មនុស្សជាតិ